បាទសួស្តីវិលមកសារជាថ្មីដែរប្រឡងដំណើរកំសាន្តលក្ខណៈគ្រួសារអញ្ចឹងបងប្អូនហើយថ្ងៃនេះខ្ញុំមកដំណើរកំសាន្តមកតាមមាត់ព្រែកកពតយើងណាមកមើលសេះសមុទ្រមកលេងសេះសមុទ្របងប្អូនតើតំបន់ទេសចររបស់យើងនេះមានភ្ញៀវច្រើនកុះកដែរអត់ប៉ុន្តែមកសប្តាហ៍ណាក៏មានមនុស្សច្រើនដែរបងប្អូនពិតជាតំបន់ទេសចរល្អរបស់គេមែន អេដមីនមិនសូវប្រសពនិយាយបងប្អូនណាអធិស្ឋានផងហ្នឹងហើយថ្ងៃនេះខ្ញុំមកដើរកំសាន្តជាមួយគ្រួសាររបស់ខ្ញុំអញ្ចឹងណានាំកូនដើរលេងតំបន់សេះសមុទ្រអញ្ចឹងណាពេលយើងឃ្លាតចេញពីតំបន់សេះសមុទ្រយើងក៏បានបន្តដំណើរទៅមុខទៅកន្លែងថតរូបបងប្អូននេះនៅខាងមុខអេដមីននេះជាកន្លែងថតរូបបងប្អូនយើងអាចថតរូបជាមួយរូបភាពដែលធ្វើរូបភាពស្អាតបងប្អូនមិនសូវប្រសពអធិស្ឋានបងប្អូន ហើយកន្លែងថតរូបរបស់យើងនេះក៏ស្អាតដែរបងប្អូនមានជាលក្ខណៈគំនូរជីវចលអញ្ចឹងណាហើយយើងចេញពីកន្លែងមួយទៅកន្លែងមួយទៀតទៅមើលនាឡិកាយៈនិងផ្ការំទឹករំគេហៅថាកន្លែងបាញ់ទឹកបងប្អូនហើយកន្លែងបាញ់ទឹករបស់យើងផ្ការំទឹករំតាមចង្វាក់ភ្លេងនៅខាងមុខអេដមីនបន្តិចទេហើយយើងក៏ធ្វើដំណើរទៅមុខបន្តទៀតអញ្ចឹងណាមើលនាយមើលអាយឆ្វេងស្ដាំរបស់យើងពិតជាមានមនុស្សច្រើនមែនទែនបងប្អូនហើយកន្លែងរបស់យើងក៏មានរបស់ញ៉ាំដែរបងប្អូនមានគ្រឿងសមុទ្រហើយកូនរបស់ខ្ញុំហ្នឹងក៏បានឃើញឡាប៊ូប៊ូរំគេដាក់លក់តាមផ្លូវអញ្ចឹងណាក៏រំតាម គឺឲ្យចង់សើចមែនទេបងប្អូនគេរំកូនស្រីរបស់ខ្ញុំរំតាមចង្វាក់ឡាប៊ូប៊ូមើលកំពៅខ្ញុំរំ សិតតែរំកន្លែងចកេះទៀតបងប្អូនហើយរំដូចមែនទេបងប្អូនរំកលេងចកេះដើរឆ្វេងដើរស្ដាំតាមឡាប៊ូប៊ូអញ្ចឹងណា ឲ្យចំណោមដើរលេងម្ដងដឹងតែសប្បាយរីករាយហើយកូនពៅរបស់ខ្ញុំនេះបងប្អូនឃើញតែអញ្ចឹងទេប៉ុន្តែច្រឡើមណាស់បងប្អូនច្រឡើមមែនទែន ហើយយើងក៏បន្តដំណើរទៅមុខទៀតនេះបើជួបខ្ញុំនៅខាងមុខទៀតអញ្ចឹងណាយើងធ្វើដំណើរទៅខាងមុខក៏មានអ្នកលក់គ្រឿងសមុទ្រជាពិសេសមឹកអាំងបងប្អូនមឹកបំពង់អាំងពិតជាមានរសជាតិឆ្ងាញ់មែនទែនហើយតំបន់ទេសចររបស់យើងនេះដែរពេលយប់ឡើងពិតជាស្រស់ស្អាតមែនទែនហើយត្រជាក់បងប្អូនត្រជាក់ស្រឹបតែម្ដងខ្យល់អាកាសបរិសុទ្ធធ្វើឲ្យអារម្មណ៍របស់យើងលេង stress ក្នុងខួរក្បាលអញ្ចឹងណាពេលយើងដើរដំណើរកំសាន្តមកដល់ទីនេះតែម្ដងហើយក៏ខ្ញុំបានដើរទៅខាងមុខទៀតអញ្ចឹងក៏ឃើញមឹកអាំងគ្រឿងសមុទ្ររបស់យើងណាអត់សូវថ្លៃទេបងប្អូនមួយតែ2000ទេតម្លៃសមរម្យមឹកធំគួរសមអញ្ចឹងដែរអញ្ចឹងណាហើយឃើញគាត់អាំងតំណងអញ្ចឹងក៏សាកភ្លក់បន្តិចទៅនិយាយរួមឃើញតំណងពេកបងប្អូនតែឃើញធ្វើឲ្យស្រក់ទឹកមាត់អញ្ចឹងណាហើយមឹកគាត់ក៏មិនសូវតូចប្រហែលដែរធំល្មមតម្លៃសមរម្យ1 2000សម្រាប់បងប្អូនយកទៅញ៉ាំពេលមកទស្សនាមកលេងឬក៏មកដើរ